មនុស្សដែលអាចប្រើដៃទេក្រឡាប់ឡាន off-road បានគឺជាកំពូលអ្នកលបបាញ់នៃកងកម្លាំងពិសេសចៅកាំងគាត់មិនត្រឹមតែចាញ់នោះទេថែមទាំងជាអ្នកសុំខ្លួនឯងទៀតដើម្បីប្រគល់តំណែងប្រធានក្រុមសន្តិសុខទៅឲ្យឈិនហ្វានពិតប្រាកដណាស់រឿងនេះប្រធានផ្នែកធនធានមនុស្សបានឃើញផ្ទាល់នឹងភ្នែកប្រធានស៊ូឈិនហ្វានម្នាក់នេះច្បាស់ជាកំពូលអ្នកខ្លាំងមិនខានលើកនេះពួកយើងរើសបានរបស់ល្អហើយមែនហើយយប់នេះអ្នកមិនត្រូវទៅជួបជេរជំនួញជាមួយអ្នកប្រុសធំត្រកូលលីទេហីហេតុអ្វីមិននាំគាត់ទៅជាមួយផងទៅដើម្បីកុំឲ្យលីពីវនោះតាមរំខានអ្នកទៀតអង្គរៈនៅក្បែរខ្លួនលីពីវសុទ្ធតែជាអ្នកគុណនិយមកម្រិតទី1កម្លាំងខាងក្នុងរបស់អ្នកគុណនិយមបើប្រៀបធៀបនឹងក្បាច់គុណធម្មតាគឺមិនអាចយកមកប្រៀបផ្ទឹមគ្នាបានឡើយទោះបីជាឈិនហ្វានពូកែយ៉ាងណាក៏ដោយក៏ប្រហែលជាទប់ទល់មិនជាប់ដែរប្រធានស៊ូទោះបីជាឈិនហ្វានមិនមែនជាគូប្រកួតរបស់ពួកអ្នកគុណនិយមកម្រិតទី1ក៏ដោយប៉ុន្តែមានមនុស្សច្រើនអ្នកនៅក្បែរខ្លួនចាំការពារវាគង់តែល្អជាងអ្នកទៅម្នាក់ឯងដែរមែនទេមិនអីទេអីចឹងធ្វើតាមអ្វីដែលអ្នកបាននិយាយចុះល្អណាស់ខ្ញុំនឹងទៅប្រាប់ឈិនហ្វាននៅលើនេះចាប់ពីពេលនេះទៅគាត់គឺជាអង្គរៈផ្ទាល់ខ្លួនរបស់អ្នកហើយឈិនហ្វានបន្តិចទៀតពេលចូលទៅខាងក្នុងហើយហាមបង្កចំនួនជាដាច់ខាតត្រកូលលីគឺជាត្រកូលធំមួយក្នុងចំណោមត្រកូលធំទាំង4នៅក្នុងទីក្រុងលូឆឹងប្រព័ន្ធសន្តិសុខរបស់លីពីវមិនមែនជាមនុស្សធម្មតាទេពួកគេសុទ្ធតែជាអ្នកគុណនិយមកម្រិតទី1ដែលបានហ្វឹកហាត់កម្លាំងខាងក្នុងប្រធានស៊ូអ្នកគ្រាន់តែផ្ដោតលើការជេរជំនួញទៅបានហើយសុវត្ថិភាពរបស់អ្នកទុកឲ្យខ្ញុំជាអ្នកទទួលខុសត្រូវចំណែករឿងផ្សេងទៀតអ្នកមិនបាច់បារម្ភឡើយខ្ញុំដឹងថាលើកមុនអ្នកបានឈ្នះចៅកាំងប៉ុន្តែរវាងអ្នកគុណនិយមនិងមនុស្សធម្មតាគឺវាខុសគ្នាខ្លាំងណាស់អ្នកគួរតែប្រយ័ត្នខ្លួនឲ្យបានខ្ពស់ទើបជាការល្អតោះទៅគ្នាយើងលោកលីពេលនេះពួកយើងអាចជែកពីគម្រោងការងារបានហើយឬនៅពិតជាបានតើប៉ុន្តែមិនស្វីឲ្យគិតតែពីនិយាយរឿងជំនួញពេកវាធ្វើឲ្យខូចបរិយាកាសនិងមនោសញ្ចិត្តណៅហើយមិនស្រួលធ្វើបែបនេះវិញល្អជាងពួកយើងរៀបការជាមួយគ្នាទៅគ្រូសាស៊ូរបស់លោកស្រីជាមួយគ្រូសាលីរបស់យើងចាប់ដៃគ្នាឲ្យណែនបែបនេះមិនល្អទេអីអ្នកប្រុសលីយប់នេះបើលោកមិនគិតចង់ជែករឿងជំនួញទេនោះខ្ញុំសុំលាសិនហើយទៅរត់រួចរេអ្នកត្រូវគេដាក់ថ្នាំហើយត្រូវហើយអាសន្តិសុខធំក្លិននេះយកលុយទៅរួចប្រញាប់ថយចេញទៅកុំមកខ្វះរឿងល្អរបស់ខ្ញុំមិនបានទេខ្ញុំជាអង្គរៈផ្ទាល់ខ្លួនរបស់លោកស្រីស៊ូអង្គរៈផ្ទាល់ខ្លួនអញ្ចឹងហាមើលស្ថានភាពក្រីក្ររបស់ឯងចុះនៅហ៊ាននិយាយថាការពីក្បែរខ្លួនទៀតធ្លាប់ឃើញលុយទេអាសន្តិសុខធំក្លិនធ្លាប់ឃើញលុយទេឯងដកដៃខ្វក់របស់ឯងចេញទៅថយទៅអាណូនហ៊ានល្អណាស់នៅក្នុងក្រុងលូឆឹងទាំងមូលមិនទាន់មាននរណាហ៊ានចុះដៃជាមួយខ្ញុំទេពួកយើងឈិនហ្វានលោកមិនមែនជាគូប្រកួតរបស់ពួកគេទេប្រញាប់ទៅមុនទៅលោកស្រីស៊ូខ្ញុំប្រាប់ហើយលោកស្រីមានតួនាទីជែកតែរឿងជំនួញប៉ុណ្ណោះក្រៅពីនោះទុកឲ្យខ្ញុំបាននៅឈរថ្មឹងធ្វើអីវាសម្រាប់វាទៅគ្រាន់តែអ្នកគុណនិយមលំដាប់ទី1 8នាក់ក៏ហ៊ានមកប៉ះពាល់ខ្ញុំដែរអ្នកគុណនិយមលំដាប់ទី1 8នាក់ក៏មិនទាន់ល្មមឲ្យឈិនហ្វានកម្រើកម្រាមដៃផងអាម្នាក់នេះតាមពិតជាអ្នកណាគ្នាក្រៅឯងកុំចូលមកណាខ្ញុំប្រាប់ឯងចុះ